ចាថ្ងៃនេះដែរគឺយើងលក់ដូរម្សៅដាច់បងប្អូនអើយនៅផ្ទះលក់ដូរម្សៅដាច់ទេដោយសារស្ងាត់ពេកចាឥឡូវនេះបងប្អូនគឺនេះខ្ញុំចោះទៅផ្សារចាផ្សារយើងគឺនៅស្រុកស្វាយលើបងប្អូនចាយើងនេះខ្ញុំនៅលើភ្នំគលែនចាយើងចោះទៅស្រុកស្វាយលើចាឥឡូវធ្វើដំណើរចោះទៅហើយចាដោយសារតែផ្លូវយើងពេលចោះចំណតបងប្អូនចាគឺយើងរាំងពិបាកជិះបន្តិចបងប្អូនយើងថតផលប៉ងទៅវាអង្គើអត់សូវវាអត់សូវដឹងដងកាមេរ៉ាបងប្អូនអើយចាឥឡូវនេះខ្ញុំកាត់ថតកាត់ទេណាបងប្អូនចាឥឡូវចុះដល់ពេលកណ្ដាលភ្នំបងប្អូនចាយើងផ្សាយទៅផ្សាយយើងទៅស្វាយលើចាដោយសារតែឆ្ងាយបងប្អូនឆ្ងាយពីផ្សារយើងមកភ្នំគលែនយើងរៀងឆ្ងាយកិនដែរបងប្អូនអើយចាឥឡូវធ្វើដំណើរចេញទៅទិញអីវ៉ាន់ចានៅផ្សារស្វាយលើនេះគឺយើងទៅទិញគ្រឿងសំណង់បងប្អូនចាមានទិញទេចាក៏ទិញតែស៊ីម៉ង់គ្រូបងប្អូនដើម្បីយកមកចាក់មុខផ្ទះចាមុខផ្ទះនឹងហូរច្រោះចិត្តអស់ហើយបងប្អូនអើយចាឥឡូវយើងចាប់ផ្ដើមធ្វើដំណើរចុះភ្នំចាដល់ហើយដល់ចិនក្រមហើយបងប្អូនចានេះអូបងប្អូនចាយើងធ្វើវីដេអូកាត់តិចហើយដល់ស្វាយលើហើយបងប្អូនចាដោយសារវីដេអូយើងក៏យើងកាត់រៀងដាក់រៀងលឿនតិចបងប្អូនចាកុំឲ្យវីដេអូវាវែងឡាយពីបងប្អូនអើយតែខេបងប្អូនវាសាំចាឥឡូវយើងដល់ស្រុកស្វាយលើហើយចាមើលផ្ទះជាពលរដ្ឋបងប្អូនក៏ស្ងាត់ដែរបងប្អូននៅស្វាយលើក៏ស្ងាត់ចានៅលងធំយើងនៅលើភ្នំគលែនក៏ស្ងាត់ដែរបងប្អូនអើយលក់មិនសឹកដៃបានខ្ញុំចិត្តជិលផ្ទះចិត្តចង់ដើរចង់អីបងប្អូនចាយើងរៀបចំធ្វើចាក់ដីចាក់អីហើយបងប្អូនចាដោយសារតែខែនេះគឺខែរាំងភ្លេងហើយគឺវាស្ងួតដីក្រិនហើយគឺយើងចាប់ដើមធ្វើហើយចាឥឡូវដល់ផ្លូវ3ជា4ហើយចាឥឡូវនេះយើងទៅកើតចាយើងទៅកន្លែងគ្រឿងសំណង់ទីសុផាបងប្អូនចាគ្រឿងសំណង់ទីសុផាគឺមានគ្រឿងសពមកបងប្អូនមានសង្កសីដេកមកចាប់សពគ្រប់បងប្អូនអើយយើងទិញរៀលហើយគឺយើងត្រឡប់មកវិញបងប្អូនចាមិនបានយីថតកន្លែងទិញទេបងប្អូនអើយចាដោយសារតែនឹងខ្ញុំខ្ជិលថតចាឥឡូវនេះខ្ញុំចាប់ដើមឡើងភ្នំវិញហើយណាបងប្អូនចាយើងតយូរទេបងប្អូនចាដោយសារតែឡានដឹកគ្រូហ្នឹងយើងឡើងមកមុនហើយបងប្អូនចាគឺយើងត្រូវទៅតាមសុទ្ធតាមពីក្រោយបងប្អូនចានេះផ្លូវឡើងក្នុងក្លៀនអូបងប្អូនមើលតឡើងក៏លួចចាអូយក្លួចមើលទៅអ្នកខ្លាំអស់ចង់ឲ្យឡើងបងប្អូនថាខ្ពស់តែប៉ុន្តែនឹងខ្ញុំវិញគឺអត់ទេបងប្អូនឡើងនេះអត់ទេបងប្អូនឲ្យដល់ផ្ទះវិញគឺគឺចាប់ដើមជប់សាច់ដាក់ឲ្យបងប្អូនអើយនេះសាច់ពីកលេខាងទៀតចាអស់លោកទៅកលេខាងបងប្អូនអីសាច់នៅលើភ្នំគ្រានគឺល្អមែនទេបងប្អូនពីកលេខាងស្មើ5កលេខាងទិញតែគូទៅអីទេចានេះគឺជាដីខ្សាច់បងប្អូនមានអសរមានក្រហមចាមានគ្រុះល្អមែនទេចា7កលេខាងឥឡូវយើងមកមើលគ្រុះម្ដងបងប្អូននេះគ្រុះវិញ5គីបចាគឺយើងចាប់ដើមទិញយើងចាក់ចាពីថ្ងៃទៅអត់យើងចាក់ចាអត់យើងទិញ200ទេចាដើម្បីយើងរៀបចំទិញទូចដែរបងប្អូនអើយចាហើយបើស៊ីម៉ងវិញគឺយើងត្រូវការច្រើនបងប្អូន3តោនតែម្ដងបងប្អូន